បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាទៅនឹងការកំណត់ម៉ាស់លោហៈនៅក្នុងល្បាយដែលយើងមានប្រធានលោហៈគឺមានសង្ឃលោហៈដែកសង្កសីដែលមានម៉ាស់12.01បដកម្មជាមួយអាស៊ីតក្លូរីត្រិកដែលមានកំហាប់2ម៉ុលក្នុង1លីត្រនិងមាត្រ200មីលីលីត្រចូលកំណត់ម៉ាស់ដែកនិងសង្កសីក្នុងសង្ឃលោហៈនេះគេឲ្យដែកស្មើនឹង56សង្កសីស្មើ65ក្លស្មើនឹង35.5អ៊ីដ្រូសែនស្មើ1អញ្ចឹងបន្ទាប់ពីយើងធ្វើការអានវិធីលំហាត់អញ្ចឹងនៅក្នុងលំហាត់របស់យើងនឹងគឺចង់ឲ្យយើងកំណត់ម៉ាស់របស់ដែកនិងសង្កសីដែលមាននៅក្នុងលបាយនៃ12.01ថាតើមានសង្កសីប្រមាណហើយនឹងដែកប្រមាណនៅក្នុងលបាយរបស់យើងបន្ទាប់ពីយកលបាយនឹងទៅប្រតិកម្មជាមួយនឹងអាស៊ីតក្លូរីត្រិកដែលមានកំហាប់2ម៉ុលក្នុង1លីត្រនិងមាត្រ200មីលីលីត្រឥឡូវយើងទៅធ្វើការដោះស្រាយទាំងអស់គ្នាកណនាម៉ាស់ដែកនិងសង្កសីក្នុងសង្ឃលោហៈអញ្ចឹងមុននឹងទៅធ្វើការដោះស្រាយយើងធ្វើការសរសេរសមីការតាមវត្តកម្មដោយនៅក្នុងសង្ឃលោហៈរបស់យើងគឺមានដែកនិងសង្កសីដែលគេយកសង្ឃលោហៈហ្នឹងទៅឲ្យប្រតិកម្មជាមួយនឹងអាស៊ីតក្លូរីត្រិកអញ្ចឹងគឺយើងបានសមីការដែកបូកអាស៊ីតក្លូរីត្រិកគឺយើងទទួលបានអំបិលនៃដែក2ក្លូរ៉ូបូកនឹងឧស្ម័នអ៊ីដ្រូសែនដែលយើងតាំងវាដោយសមីការ1និងលោហៈមួយទៀតគឺសង្កសីបូកអាស៊ីតក្លូរីត្រិកគឺយើងទទួលបានអំបិលសង្កសីក្លូរ៉ូបូកនឹងឧស្ម័នអ៊ីដ្រូសែនដែលយើងតាំងវាដោយសមីការ2បន្តមកទៀតគឺយើងតាំង x ជាចំនួនម៉ូលរបស់ដែកហើយយើងតាំង y ជាចំនួនម៉ូលរបស់សង្កសីដោយគឺយើងសរសេរបានម៉ាស់ដែកបូកជាមួយនឹងម៉ាស់សង្កសីស្មើនឹង12.01ហើយបើយើងសរសេរអញ្ចឹងដោយសារតែនៅក្នុងលបាយរបស់យើងហ្នឹងគឺផ្សំឡើងពីដែកនិងសង្កសីអញ្ចឹងគឺយើងសរសេរបានចំនួនម៉ូលដែកគុណនឹងម៉ាស់ម៉ូលរបស់ដែកកន្លែងនេះគឺដូចយើងប្រើរូបមន្តចំនួនម៉ូល n ស្មើ m ទៅលើ m ធំហើយបន្ទាប់មកគឺយើងទាញរូបមន្តទៅទាញដល់ m របស់ដែកស្មើនឹងចំនួនម៉ូលរបស់ដែកគុណនឹងម៉ាស់ម៉ូលរបស់ដែកបូកនឹងចំនួនម៉ូលរបស់សង្កសីគុណនឹងម៉ាស់ម៉ូលសង្កសីកន្លែងនេះក៏យើងប្រើរូបមន្ត n ស្មើ m ទៅលើ m ធំដែរបើគឺយើងទាញរក m របស់សង្កសីគឺយើងបានចំនួនម៉ូលរបស់សង្កសីគុណនឹងម៉ាស់ម៉ូលរបស់សង្កសីគឺស្មើនឹង12.01 ក្រាមបន្តមកទៀតគឺយើងសរសេរបាន x គុណនឹង56 x ជាចំនួនម៉ូលរបស់ដែកដែលយើងតាំងនៅខាងលើគុណនឹង56ដែលជាម៉ាស់ម៉ូលរបស់ដែកបូកនឹង y ជាចំនួនម៉ូលរបស់សង្កសីដែលយើងតាំងនៅខាងលើគុណនឹង65ចឹង65នេះគឺជាម៉ាស់ម៉ូលរបស់សង្កសីស្មើនឹង12.01បន្តមកគឺយើងបាន 56x បូកនឹង 65y ស្មើនឹង12.01យើងតាំងវាដោយសមីការ1បន្តមកទៀតគឺយើងរកចំនួនម៉ូលអាស៊ីតក្លូរីត្រិកតាមរូបមន្ត CM ស្មើ n លើ s ចឹងនាំឲ្យចំនួនម៉ូលអាស៊ីតក្លូរីត្រិកគឺស្មើនឹងកំហាប់របស់អាស៊ីតក្លូរីត្រិកគុណនឹងមាត្ររបស់អាស៊ីតក្លូរីត្រិកដោយកំហាប់របស់អាស៊ីតក្លូរីត្រិកគឺស្មើនឹង2ម៉ូលក្នុង1លីត្រនៅក្នុងប្រធានរបស់យើងហើយនឹងមាត្ររបស់អាស៊ីតក្លូរីត្រិកនេះគឺស្មើនឹង200មីលីលីត្រយើងបែកទៅជាលីត្រទៅគឺស្មើនឹង 0.2 លីត្រនោះចំនួនម៉ូលអាស៊ីតក្លូរីត្រិកគឺស្មើនឹង2គុណនឹង 0.2 ស្មើនឹង 0.4 ម៉ូលកន្លែងនេះគឺតាមសមីការ1ចឹងនៅក្នុងសមីការ1អាស៊ីតក្លូរីត្រិករបស់យើងគឺមានមេគុណ2ហើយដែករបស់យើងគឺខាងមុខនោះគឺមានមេគុណ1ចឹងគឺយើងសរសេរបានតាមសមីការ1គឺចំនួនម៉ូលអាស៊ីតក្លូរីត្រិកគឺស្មើនឹង2ដងនៃចំនួនម៉ូលដែកអញ្ចឹងស្មើ2គុណនឹង x បាទអញ្ចឹង x នេះគឺជាចំនួនម៉ូលដែកដែលយើងតាំងអញ្ចឹង2គុណ x គឺយើងបាន 2x ម៉ូលសមីការទី2អញ្ចឹងយើងមើលទៅអាស៊ីតក្លូរីត្រិកគឺមានមេគុណ2ហើយសង្កសីរបស់យើងក៏មាន1ដូចគ្នាអញ្ចឹងយើងបានតាមរយៈម៉ូលគឺយើងបានចំនួនម៉ូលអាស៊ីតក្លូរីត្រិកស្មើនឹង2ដងចំនួនម៉ូលសង្កសីយើងបាន2គុណនឹង y អញ្ចឹង y គឺជាចំនួនម៉ូលសង្កសីដែលយើងតាំងអញ្ចឹង2គុណនឹង y ស្មើនឹង 2y ម៉ូលយើងបាន 2x បូក 2y ស្មើនឹង 0.4 បន្តមកទៀតគឺយើងទាញ2បាទទាញ2ជាកតាគឺយើងបាន x បូក y ស្មើនឹង 0.4 បាទយើងទាញ2ជាកតាគឺដើម្បីសម្រួលសមីការរបស់យើងនឹងឲ្យងាយស្រួលក្នុងការកណនាគឺយើងបាន x បូក y ស្មើ 0.4 ចែក2ស្មើ 0.2 គឺយើងបាន x បូក y ស្មើនឹង 0.2 យើងតាំងវាដោយសមីការ2តោះមកគឺយើងបានតំណាក់តំណងរវាង1និង2គឺយើងបានសមីការ1ដែលយើងបាននៅចំណុចដែលយើងកណនាខាងលើមិញគឺ 56x បូកនឹង 65y ស្មើនឹង12.01 ដែលជាសមីការ1ហើយ x បូក y នេះគឺយើងទាញមិញហ្នឹងគឺ x បូក y ស្មើនឹង 0.2 គឺយើងតាំងវាដោយសមីការ2បន្ទាប់ពីយើងបានប៉ុណ្នេះហើយក៏បងប្អូនអាចដោះស្រាយដោយការគុណបាត់ក៏បានបាត់ x ក៏បាន y ក៏បានតែនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការដោះស្រាយតាមរយៈការជំនួសនៅក្នុងសមីការ2ហ្នឹងគឺខ្ញុំទាញ x គឺបាន 0.2 ដក y មានថាគឺយើងបោះបូក y មកខាងនេះមកគឺយើងបានដក y ដែរអញ្ចឹង x ស្មើ 0.2 ដក y តមកខ្ញុំយកតម្លៃx នឹងទៅជំនួសក្នុងសមីការ1អញ្ចឹងនៅកន្លែង x គឺយើងជំនួសដោយ
0.2 ដក y បាទអញ្ចឹងយើងបាន56បាទកតានៃ 0.2 ដក y បូកនឹង 65y ស្មើនឹង 12.01 តោះមកយើងធ្វើការគណនាទៅដល់យើងគុណបញ្ចូល56គុណនឹង 0.2 បាន 11.2 56បាទគុណនឹង y បានដក 56y បូក 65y ស្មើនឹង 12.01 បន្តមកទៀតគឺយើងបោះខាងនេះមកបាទអញ្ចឹងយើងបានដក 56y បូក 65y ស្មើនឹង 12.01 ដកនឹង 11.2 ដែលយើងបោះនៅក្នុងសមីការខាងលើមកណាបន្ទាប់មកយើងគណនាទៅគឺយើងបាន 9y ស្មើនឹង 0.81 យើងទាញរក y បាន 0.81 ចែក 9 ស្មើ 0.09 មកបន្តមកទៀតគឺយើងធ្វើការរកម៉ាស់ស័ង្កសីដែលយើងដឹងហើយម៉ាស់ស័ង្កសីគឺស្មើនឹង 65y អញ្ចឹងកន្លែងនេះគឺជាម៉ាស់របស់ស័ង្កសីអញ្ចឹងយើងបាន 65 គុណ 0.09 ស្មើនឹង 5.85 ក្រាមអញ្ចឹងម៉ាស់ស័ង្កសីគឺយើងបានហើយអញ្ចឹងអ្វីដែលយើងនៅខ្វះនោះគឺម៉ាស់របស់ដែកអញ្ចឹងយើងទៅរកម៉ាស់របស់ដែកយើងដឹងហើយថាម៉ាស់របស់ដែកបូកនឹងម៉ាស់របស់ស័ង្កសីស្មើនឹង 12.01 ក្រាមដែលជាម៉ាស់របាយរបស់យើងអញ្ចឹងយើងទាញរកម៉ាស់របស់ដែកទៅគឺស្មើនឹង 12.01 ដកនឹងម៉ាស់ស័ង្កសីហើយយើងបោះស័ង្កសីមកខាងនេះមកអង្គទី2មកយើងបានទៅជាដកវិញអញ្ចឹងគឺយើងបាន 12.01 ដកនឹង 5.85 ស្មើនឹង 6.16 ក្រាមអញ្ចឹងគឺយើងបានម៉ាស់របស់ដែកហើយដូចនេះគឺយើងបានម៉ាស់របស់ស័ង្កសីស្មើនឹង 5.85 ក្រាមហើយនឹងម៉ាស់របស់ដែកស្មើនឹង 6.16 ក្រាមបាទអញ្ចឹងនៅក្នុងវីដេអូនេះសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបាទអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ